បាទជម្រាបសួរបងប្អូនជម្រាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយពីបាក់សីកីឡាយើងអញ្ចឹងនៅក្នុងវិស័យបាក់សីកីឡានេះគឺបងប្អូនត្រូវគិតថាគ្មានមន់បងប្អូនណាដែលល្អដាច់គេទេអញ្ចឹងបងប្អូនត្រូវចេះធ្វើទីផ្សារត្រូវចេះធ្វើទីផ្សារសំខាន់បំផុតគឺរឿងទីផ្សារនៅពេលដែលយើងធ្វើទីផ្សារយើងលក់មិនដាច់យើងយកទៅប្រកួតយើងប្រកួតអត់កើតគឺយើងធ្វើជាប្រូតេអ៊ីនរបស់យើងឬក៏ជាគីឡូអានឹងមានផ្លូវជ្រើសរើសច្រើនអញ្ចឹងការធ្វើទីផ្សារនេះគឺជាការសំខាន់ទៅលើអ្នកដែលចេះធ្វើទីផ្សារនៅក្នុងអនឡាញតែម្ដងគឺវាមានភាពទូលំទូលាយយ៉ាងខ្លាំងអញ្ចឹងបងប្អូនកុំលាក់មុខបងប្អូនកុំបញ្ចេញជាលេងចេញជាមុខតែម្ដងកុំខ្លាចបងប្អូនការដែលយើងលាក់មុខនេះគឺភាគច្រើនគឺអ្នកទិញគឺគេអត់សូវហ៊ាននេះគេអត់សូវហ៊ានធានាអញ្ចឹងណាបើយើងបញ្ចេញនៅមុខអញ្ចឹងគឺយើងអ្នកទិញគេធានាគេហ៊ានអញ្ចឹងណាអញ្ចឹងបងប្អូនកុំទៅខ្មាស់អៀនអីអញ្ចឹងរៀនធ្វើទីផ្សារនៅលើបណ្ដាញសង្គមទាំងអស់គ្នាអញ្ចឹងធ្វើ page មួយមកធ្វើ Facebook មួយមកធ្វើ channel មួយមកងាយទេសម័យកាលនេះគឺងាយអត់ចេះមើលតាម YouTube ថែមគ្មានអ្នកណាមករៀនបង្រៀនអ្នកណាទេបងប្អូនគឺគេបង្រៀនអស់ហើយនៅលើ YouTube អញ្ចឹងអត់អាចមានគ្រូណាបង្រៀនបានទេអញ្ចឹងគ្រាន់តែបើមានគ្រូល្អអញ្ចឹងគេមានគ្រូល្អអញ្ចឹងគ្រូគេដើរផ្លូវមុនអញ្ចឹងណាអញ្ចឹងបើមានគ្រូល្អអញ្ចឹងណាហើយការដែលចែករំលែកចំណុចសំខាន់តិចតួចអញ្ចឹងណាបងប្អូនយើងសម័យនេះគឺគាត់ចេះច្រើនសម័យនេះគាត់ចេះច្រើនដោយសារតែបណ្ដាញសង្គមអញ្ចឹងគ្មានអ្នកណាបង្រៀនអ្នកណាទៀតទេសម័យនេះគឺមានការបង្ហាញច្រើនណាស់នៅលើបណ្ដាញសង្គមគ្រាន់ថាយើងកុំជាគេហៅថាធ្វើទឹកឲ្យកន្លះកែវកុំឲ្យធ្វើទឹកពេញកែវធ្វើជាមនុស្សទឹកដែលកន្លះកែវអត់ឲ្យធ្វើជាមនុស្សទឹកពេញកែវទេអញ្ចឹងនាំគ្នាធ្វើទីផ្សារទាំងអស់គ្នាដើម្បីជោគជ័យក្នុងវិស័យមួយនេះ